បាទសូមស្វាគមន៍មកកាន់ការរៀនភាសាថៃបាទថ្ងៃនេះយើងនឹងរៀនស្រៈបន្ថែមបាទដែលពីលើកមុនយើងបានរៀនរួចរាល់ហើយចាប់ពីស្រៈអបាទនៅទីនេះបាទរហូតដល់ស្រៈបាទថ្ងៃនេះយើងនឹងរៀនស្រៈបន្ថែមបាទចង់ដឹងថាមានស្រៈអ្វីបន្តទៀតតោះយើងមកតាមដានទាំងអស់គ្នាបាទស្រៈបន្ទាប់អានថាអ៊ីបាទជាស្រៈសំឡេងខ្លីបាទសំឡេងគឺធ្លាក់ចុះមកខាងក្រោមបែបនេះបាទអញ្ចឹងយើងអានទាំងអស់គ្នាអ៊ីបាទការសរសេរយើងចាប់ផ្ដើមពីចំណុចគួចមុនបាទរួចហើយបន្តទៅផ្នែកខាងលើបាទបន្ទាប់មកយើងចាប់ផ្ដើមពីចំណុចខាងស្ដាំនេះមកខាងឆ្វេងរួចបន្តឡើងលើកងចុះក្រោមបន្តិចរួចហើយឡើងមកផ្នែកខាងលើវិញបាទយើងចាប់ផ្ដើមពីចំណុចគួចចុះមកខាងក្រោមចុចនៅត្រង់ចំណុចកណ្ដាលរួចហើយចុះមកខាងក្រោមទៅយើងឡើងទៅផ្នែកខាងលើវិញបាទនេះក៏ដូចគ្នាដែរយើងចាប់ផ្ដើមពីចំណុចគួចបាទចុះមកផ្នែកខាងក្រោមវត្តទៅខាងលើបាទដូចគ្នាបាទចាប់ផ្ដើមពីចំណុចគួចវត្តទៅខាងក្រោមរួចហើយឡើងទៅផ្នែកខាងលើបាទការប្រើប្រាស់ជាមួយនឹងព្យញ្ជនៈបាទខអ៊ីខៀខអ៊ីខៀបាទម៉អ៊ីមៀម៉អ៊ីមៀផអ៊ីភាផអ៊ីភាបាទปเอียเปียปเอียเปียไมตรีเปียปเอียเปียไมตรีเปียបាទស្រៈបន្ទាប់គឺស្រៈអ៊ីបាទជាស្រៈសំឡេងវែងបាទអូសបន្លាយវាហើយសំឡេងវាស្មើបាទអញ្ចឹងអានទាំងអស់គ្នាអ៊ីបាទសម្រាប់ការសរសេរគឺយើងចាប់ផ្ដើមពីចំណុចគួចបាទរួចហើយបន្តមកផ្នែកខាងលើទាំងនេះស្រដៀងស្រៈអ៊ីនៅក្នុងភាសាថៃបាទភាសាខ្មែរគឺស្រៈអីមានទេបាទយើងសរសេរដូចគ្នាបាទរួចហើយឡើងមកផ្នែកខាងលើនេះកងបន្តិចវត្តមកខាងលើត្រង់បាទកន្លែងនេះវិញចាប់ផ្ដើមពីចំណុចគួចរួចហើយចុះមកខាងក្រោមចុចកណ្ដាលបាទបន្តចុះមកក្រោមទៀតបត់មកផ្នែកខាងស្ដាំរួចហើយឡើងទៅខាងលើបាទការប្រើប្រាស់ជាមួយនឹងព្យញ្ជនៈបាទនេះផអ៊ុម៉ភុំបាទផអ៊ុម៉ភុំពអ៊ីពីពអ៊ីពីភុំពីភុំពីប្រែថាសក់ក្រងបាទចំណែកផ្នែកខាងនេះវិញគឺរអ៊ុដរត់រអ៊ុដរត់បាទសអ៊ីសៀសអ៊ីសៀរត់សៀរត់សៀបាទប្រែថាឡានខូចបាទ
ស្រៈបន្ទាប់គឺស្រៈបាទជាស្រៈសំឡេងខ្លីបាទវាចាប់ផ្ដើមពីចំណុចខាងលើហើយចុះមកខាងក្រោមតែម្ដងគឺបាទអញ្ចឹងសូមអានទាំងអស់គ្នាបាទបាទការសរសេរយើងចាប់ផ្ដើមពីចំណុចគួចដូចគ្នាបាទហើយបន្តឡើងទៅផ្នែកខាងលើកន្លែងនេះវិញយើងចាប់ផ្ដើមពីស្ដាំដេញទៅខាងឆ្វេងឡើងលើបាទរួចហើយយើងឡើងមកខាងលើត្រង់ហើយខាងនេះមួយទៀតបាទស្តៀងថ្មិញកណ្ដោបាទចាប់ផ្ដើមពីចំណុចគួចដូចគ្នាចុះមកខាងក្រោមបត់ទៅខាងស្ដាំបន្តឡើងទៅលើរួចហើយវត្តមកផ្នែកខាងឆ្វេងបាទកន្លែងនេះចាប់ផ្ដើមពីចំណុចគួចដូចគ្នាបាទបន្តចុះមកខាងក្រោមរួចហើយវត្តទៅផ្នែកខាងលើបាទនេះក៏ដូចគ្នាដែរបាទគឺងាយព្រោះអីវាមានលក្ខណៈស្រដៀងគ្នាច្រើនបាទរួចហើយវត្តទៅផ្នែកខាងលើបាទការប្រើប្រាស់ជាមួយនឹងព្យញ្ជនៈបាទគឺកគឺកគឺបាទអានេះថធឿថធឿបាទពពបាទចជបាទស្រៈបន្ទាប់គឺស្រៈជាស្រៈសំឡេងវែងបាទស្មើត្រង់ទៅម្ដងបាទអញ្ចឹងយើងអានទាំងអស់គ្នាបាទការសរសេរគឺយើងចាប់ផ្ដើមពីចំណុចគួចរួចហើយឡើងទៅផ្នែកខាងលើបាទខាងនេះដូចគ្នាដែរបាទឡើងទៅខាងលើរួចហើយមានថ្មិញកដោ2เนาะបាទស្តៀងថ្មិញកដោដែរបាទចាប់ផ្ដើមពីចំណុចគួចមកផ្នែកខាងក្រោមវត្តទៅខាងស្ដាំបន្តឡើងលើហើយកោងមកផ្នែកខាងឆ្វេងបាទការប្រើប្រាស់ជាមួយនឹងព្យញ្ជនៈបាទគឺសสือเสือប្រែថាខ្លាបាទចំណែកពាក្យបន្ទាប់ម៉ាខខម៉ាខប្រែថាត្រប់បាទស្រៈបន្ទាប់គឺស្រៈបាទសំឡេងខ្លីបែបនេះគឺបាទគឺចេញមកពីខាងលើធ្លាក់មកផ្នែកខាងក្រោមនេះបាទសំឡេងចឹងយើងអានទាំងអស់គ្នាគឺបាទការសរសេរយើងចាប់ផ្ដើមពីផ្នែកខាងលើនេះមុនបាទចាប់ចេញពីចំណុចគួចបាទចាំខាងក្រោមឬឲ្យវត្តឡើងលើបាទសម្រាប់កន្លែងនេះវិញគឺគួចមុនដូចគ្នាបាទវត្តទៅផ្នែកខាងលើរួចហើយដេញមកខាងឆ្វេងបាទនេះស្តៀងគ្នាដែរយើងជួបញឹកហើយគឺចេញពីចំណុចគួចដូចគ្នាបាទវត្តទៅខាងលើបាទខាងនេះក៏ដូចគ្នាដែរបាទកោងចុះមកខាងក្រោមវត្តទៅផ្នែកខាងលើបាទអញ្ចឹងយើងមកអានជាមួយនឹងព្យញ្ជនៈបាទលអ៊ូលួលអ៊ូលួបាទយអ៊ូយួ
ยออัวยัวผออัวผัวผออัวผัวจออัวจัวไมตรีจัวจออัวจัวไมตรีจัวបាទស្រៈបន្ទាប់គឺស្រៈអ៊ូបាទជាស្រៈសំឡេងវែងអូស្មើបាទអញ្ចឹងយើងអានទាំងអស់គ្នាបាទអ៊ូបាទការសរសេរយើងចាប់ផ្ដើមពីចំណុចគួចដូចគ្នាងាយគឺលក្ខណៈស្តៀងគ្នាភាគច្រើនបាទឬឲ្យវត្តមកនៅខាងលើចំណែកខាងនេះវិញគឺយើងចាប់ផ្ដើមពីចំណុចគួចដូចគ្នាបាទឡើងទៅខាងលើទាញវត្តមកផ្នែកខាងឆ្វេងបាទអញ្ចឹងយើងមកប្រកបទាំងអស់គ្នាជាមួយនឹងព្យញ្ជនៈគឺបអ៊ូប៊ូបអ៊ូប៊ូបាទប៊ូប្រែថាឈូកបាទចំណែកខាងនេះវិញរអ៊ូរួម៉ៃធូរួបាទរអ៊ូរួម៉ៃធូរួប្រែថារបងបាទ